ឥឡូវនេះពួកយើងកំពុងតែតាមផ្លូវទៅឧត្តរមានជ័យយើងទៅតំបន់ភាគ11នៅក្នុងតំបន់ឈ្មោះថាប្រាសាទត្រពាំងដែលមានគ្រួសារប្រហែលជា1គ្រួសារជាងហើយតែទៅពួកយើងទៅគ្នា3ឡានហើយនេះធីមរបស់ខ្ញុំ3ឡាននេះខ្ញុំមានរយៈហើយមានលោកគ្រូប៉ុន្តែអញ្ចឹងពួកយើងនឹងយកឲ្យបានមួយចំនួនពេញទៅដល់បើឃើញទេបានតែក្រោយនេះតែប៉ុន្តែបានលើច្រើនជាងនោះទៀតប៉ុន្តែនេះជើងទី1អញ្ចឹងជើងក្រោយទៀតយើងនឹងយកឲ្យបាននេះទៅឲ្យបងប្អូនជនពិសេសរបស់យើងដែលគាត់មានដំណើរការនេះបន្តទៀតឥឡូវនេះអណាវិញគួរប្រេងប្រឹងទៀតប្រេងប្រឹងដែរហើយចង់អរគុណ MG ផងដែរបានជួយ support ទៅលើឡានក្នុងការដឹកអរគុណច្រើនមែនតើ MG ហើយឡាននេះគឺឡាន MG model G50 ទំលាយមែនតើ6កៅអីមកដាក់កៅអីខាងក្រោយមកដាក់ឲ្យបានមកលុះហើយឡាននេះមិនឡានគ្រួសារទេតែទៅពេលខាង MG គាត់លើខ្ញុំយកឲ្យបានទៅគាត់ក៏ support ទៅលើឡាននេះខ្ញុំមកទៅចង់អរគុណច្រើនមែនតើ MG ôi này ngon đi hồi chục wow đẹp chơi hồi luôn ok សួស្តីអ្នកនរគ្នាឥឡូវនេះខ្ញុំនៅជំរំមួយនៃទិសនៅក្នុងខេត្តឧត្តរមានជ័យអញ្ចឹងនេះគឺជាទីតាំងរបស់ពួកគាត់តែពិតមិនមែនមានតែប៉ុណ្្នឹងទេពួកយើងនៅខាងមុខមានទៀតតែគ្រាន់នៅខាងក្នុងនេះគឺជាទីតាំងដែលសុខភាពសម្រាប់ពួកគាត់អញ្ចឹងពួកគាត់ហូរមកខាងនេះហើយដោយសារតែខ្ញុំធ្វើការខាងព្រះវិហារអញ្ចឹងពួកយើងបានយកអំណោយជើងទី1បានមកដល់ទីនេះហើយអញ្ចឹងសម្រាប់អំណោយដែលអ្នកនរគ្នាបានឬក៏ឲ្យបានអ្នកនរគ្នាបានចៃពួកខ្ញុំនេះអស់ជំនាញជាមួយនឹងរបស់ព្រះវិហារអញ្ចឹងយើងបានច្រើនមែនទែនប៉ុន្តែសួរថានៅខ្វះអត់នៅខ្វះតទៀតព្រោះមានក្មេងមានអីដូចជាកូនក្មេងនេះអញ្ចឹងអាយុប៉ុន្មានបងនេះ4ខែមក4ខែអូដូចជាមានកៅអៅកូនក្មេងមួយថ្ងៃទៅសិនយើងទៅរាប់ថ្ងៃអញ្ចឹងបងប្អូនពួកយើងត្រូវការជំនួយពីអ្នកនរខ្លាំងមែនទែនបញ្ជាក់ម្ដងទៀតនេះគឺជាអីវ៉ាន់ដែលអ្នកទាំងអស់គ្នាបានបរិច្ចាគឲ្យខ្ញុំក្នុងចន្លោះពីថ្ងៃទី11ទៅដល់ថ្ងៃទី17ខែធ្នូការបែងចែកអីវ៉ាន់យើងបែងចែកជា3ផ្នែកហើយពួកយើងបានយកអីវ៉ាន់របស់អ្នកទាំងអស់គ្នានឹងឲ្យជនភៀសសឹកនៅថ្ងៃទី18ធ្នូការចែកអីវ៉ាន់នេះយើងបែងចែកជា3ផ្នែកដោយទី1យើងបានយកអីវ៉ាន់ជូនគ្រួសារជនភៀសសឹកចំនួន100គ្រួសារជាងហើយមួយផ្នែកទៀតយើងមានអីវ៉ាន់សម្រាប់ក្មេងៗជាង200នាក់ឯណោះនិងអីវ៉ាន់ផ្សេងៗទៀតដែលមានបន្ថែមសម្រាប់ពួកគាត់នឹងដូចជាខោអាវស្បែកជើងគ្រឿងទេសអង្ករសម្ភារៈអីផ្សេងៗទាំងអស់ហ្នឹងយើងទុកជូនលោកគ្រូវិលដែលនៅប្រចាំការទីនោះដើម្បីជាអ្នកចាត់ចែងហើយសម្រាប់ថវិការបស់អ្នកទាំងអស់គ្នាដែលខ្ញុំទទួលបានពីអ្នកទាំងអស់គ្នាមានចំនួនសរុប518.82 សេនតែខ្ញុំបានប្រើប្រាស់ថវិការបស់បងប្អូនក្នុងការទិញស្បៀងក្រៀមអស់$150សាំងធ្វើដំណើរអស់$120និងទិញអង្ករបានចំនួន350គីឡូអស់$150ដូចគ្នាអញ្ចឹងលុយសរុបរបស់បងប្អូនទាំងអស់គ្នានិងខ្ញុំនឹងមាន98.82 សេនហើយខ្ញុំនឹងប្រើលុយនេះសម្រាប់ជើងក្រោយមួយជើងទៀតថ្ងៃចាំទៅសនធ្វើអ្នកគ្រូខ្ញុំក៏មានស្អីគេខោទូនោមហើយទៅដល់គោហើយទៅសួរគាត់ទៅណាហើយអរគុណច្រើនបង
Cuộc sống á, lối á. Iya. Iya. Tua. Panas trôi. Hello. Hey bro. What are you doing?